ចំផ្លូវនៃសេចក្តីសុខព្រោះយើងអត់បានប្រធัวជួយបង្ហាញប្រាប់ផ្លូវយើងទៅតាមជីវ័នចិត្តរបស់យើងមានលោភៈទោសៈមោហៈគ្របសង្កត់អញ្ចឹងគឺលោភៈក៏មានហេតុផលរបស់លោភៈនឹងអាងចេះអាងចុះទោសៈនឹងក៏អញ្ចឹងតែមានហេតុផលរបស់គេហើយប្រព្រឹត្តដោយកណ្ដុំគុំស្អប់ដោយការចាប់សម្លាប់រហូតណាមេត្តឃាតបេត្តឃាតអីទៅក៏បានដែរហេតុផលរបស់បាបហ្នឹងចិត្តតែគិតថាត្រឹមត្រូវហ្នឹងហើយតាមព្រះធម៌ឲ្យតែអកុសលកើតឡើងគឺសិតតែប្រកបជាមួយមោហៈហ្នឹងហើយគឺវង្វេងទៅក្នុងអារម្មណ៍អញ្ចឹងញ៉ាំងសម្បយុទ្ធធម៌ឲ្យវង្វេងឲ្យច្រឡំឲ្យធ្វើកិច្ចខុសពីសេចក្តីពិតនៃអារម្មណ៍នឹងឯងដោយថាសេចក្តីពិតគួរឲ្យអភ័យហ្នឹងឯងសេចក្តីពិតនៃអារម្មណ៍កាលណាបើមានសតិរលឹកដឹងទៅគឺសេចក្តីពិតហ្នឹងប្រាប់មកហើយតែគួរឲ្យអភ័យហ្នឹងឯងដល់អត់មានសតិមោហៈទៅក៏មានហេតុផលរបស់ទោសៈហ្នឹងថាត្រូវខឹងត្រូវស្អប់អីចឹងទៅហ្នឹងឯងហ្នឹងគឺការដែលយើងខ្វះខាតពធัวដូចយើងមិនធ្លាប់មានសិលមកពីដើមអញ្ចឹងណាហ្នឹងឯងចឹងយើងក៏គិតថាដំណើរជីវិតរបស់យើងហ្នឹងត្រឹមត្រូវហើយចឹងទៅយើងអានយ៉ាងនេះអានយ៉ាងនោះទៅក៏បាណាតិបាតសម្រាប់សត្វទៅយករបស់គេទៅថាខ្លួនឯងហ្នឹងឆ្លាតទៀតប្រកែទៀតហ្នឹងហេតុផលរបស់លោភៈហ្នឹងកាមេសមិច្ឆាចារៈអីចឹងទៅហ្នឹងយើងអត់បានដឹងពីសេចក្តីពិតនៃអារម្មណ៍អារម្មណ៍ស្អីអារម្មណ៍ណាអ្វីណាដែលចិត្តដឹងអ្វីនោះហៅថាអារម្មណ៍ទៅតាមព្រះវិធម្មណាមានទៅតាមទ្វាទាំង6ហ្នឹងហើយអារម្មណ៍របស់ពវាំងទៅទៀតទៅយើងរស់នៅតេតួងនឹងអារម្មណ៍តាមទ្វា6ជាវណ្ណចិត្តវាប្រព្រឹត្តទៅតាមទ្វាភ្នែកជាច្រមុះកណ្ដាលកាយចិត្តហើយពវាំងវាអត់មែនជាវណ្ណទេជាវិបាកមនុស្សយើងកុសលវិបាកបរិសន្ធិមកភេវាំងហ្នឹងក៏ជាកុសលវិបាកប្រែថាផលបុណ្យណាហ្នឹងហើយអញ្ចឹងបានមនុស្សយើងនិយាយថាស្ដាប់ធម៌បានហ្នឹងហើយឆ្លាតនិយាយតែមួយម៉ាត់មកតាំងពីតូចមកចេះស្ដាប់ម៉ែឪអញ្ចឹងទៅយល់នៃយល់សេចក្តីចេះនិយាយស្ដាប់គ្នាបានដឹងខុសដឹងត្រូវអីទៅមេត្តាបិតាបង្វឹកបង្ហាត់ទៅឆាប់យល់ហ្នឹងគឺដោយសារមនុស្សយើងហ្នឹងបដិសន្ធិដោយផលបុណ្យព្រោះតួបដិសន្ធិហ្នឹងគឺវិបាករបស់កម្មវិបាករបស់បញ្ញកម្មបុណ្យណាដែលនាំឲ្យបដិសន្ធិចឹងបានជាមនុស្សឆ្លាតហ្នឹងហើយយើងមានសំណាងហើយបានមកគ្រឿងយើងនេះមកសំណាងសម្រាប់យើងប្រើប្រាស់ឯណាបើយើងអត់ប្រើប្រាស់ដល់ពេលវេលាសងគេទៅយើងខាតដើមទុនហើយតែតែយើងយកមកប្រើប្រាស់ឲ្យបានជាការសន្សំបុណ្យជាដើមទុនតទៅមុខទៀតអញ្ចឹងត្រូវអរគុណបុណ្យដែលបានឲ្យយើងកើតមកជាមនុស្សហើយនឹងទំនុកបំរុងដែលយើងបានរស់មកហ្នឹងឯងក្នុងមង្គលសូត្រ
ដែលព្រះពុទ្ធអង្គសម្ដែងគិរវោចៈនិវេតោចៈសន្តថេចៈកតញ្ញុតាការលេនធម្មសវណ្ណហ្នឹងឯងត្រង់កតញ្ញុតាហ្នឹងព្រះអត្ថកថាមង្គលសូត្រហ្នឹងប្រាប់ថាអរគុណបុព្វការីមានមេត្តាបិតាជាដើមហ្នឹងណាហើយអរគុណបុណ្យដែលនាំឲ្យរួចពីអបាយភូមិកើតជាមនុស្សហ្នឹងឯងដាក់ច្បាស់មកអញ្ចឹងហើយអរគុណបុណ្យដែលយើងបានធ្វើមកហ្នឹងណាហើយឲ្យបដិសន្ធិហ្នឹងគឺចិត្តមិនសៅมองពេលចិត្តស្លាប់ព្រោះបឋិជនសៅมองពេលចិត្តស្លាប់ហ្នឹងទុក្ខតិនឹងមានប្រកបចិត្តទេសង្កលិទ្ធេទុក្ខតੰបរិកង្ខាដល់ទៅយើងដែលបានបដិសន្ធិជាមនុស្សបានហ្នឹងតើតែពេលចិត្តស្លាប់ហ្នឹងមរណាសន្និជីវ័នហ្នឹងចិត្តទេអសង្កលិទ្ធេបានសុខតੰបរិកង្ខាហើយមិនងាយណាមិនងាយដែលថាយើងមិនសៅมองចិត្តពេលចិត្តស្លាប់ហ្នឹងព្រោះមានរឿងមានបច្ច័យដោយបកតោបនិស្សយបច្ច័យច្រើនណាអឡោះអាល័យទ្រព្យសម្បត្តិណាទុក្ខវេទនាហើយវាងាយណាបដិខេអនុស័យបដិខេអនុស័យហ្នឹងវាដេកចំងំក្នុងទុក្ខវេទនាហ្នឹងដល់ពេលយើងលំបាកដកដង្ហើមឈឺទៅបដិខេថ្នាក់វាកើតឡើងចឹងបងហ្នឹងហើយបើថានឹកឃើញជាមួយនឹងទ្រព្យសម្បត្តិមាសប្រាក់លុយកាក់អីទៅជាប់ជំពាក់សៅมองចិត្តទោះបីតែពិខុមានសិលស្អាតភ្លឹងក៏ទៅកើតជាចៃសិនដែរជាប់នឹងចៃវរណាក្នុងធម្មបតតកថាមលវៈហ្នឹងឯងព្រះថេរទេសៈព្រះអង្គសម្ដែងពីច្រេះកើតពីដែកណាស៊ីដែកនឹងអញ្ចឹងលោកប្រព្រឹត្តកន្លងនៅធននេះគឺបញ្ញាក្នុងការពិចារណាចៃវរបច្ច័យហ្នឹងលោកបាត់បង់ការពិចារណានឹងចឹងទៅលោកព្រះចិត្តជាប់ជំពាក់នឹងចៃវរដែលទៅតែធ្វើបានហ្នឹងកើតចៃហ្នឹងគ្រាន់តែបញ្ជាក់ពីរឿងចិត្តសៅមងហ្នឹងវាងាយហើយសិលលោកអាចឲ្យកើតក្នុងឋានតោសិតបានណាហ្នឹងឯងប៉ុន្តែអត់បានឲ្យផលកើតទេមកពីចិត្តសៅមងហើយចេះព្រះដ៏មានពភាព្រះអង្គធ្វើអន្តរាគមបានត្រង់ថាខឹងនឹងវិខលោកចែកចៃវរហ្នឹងតែកុំចែកចៃវរខ្ញុំកណាចៃវរខ្ញុំកណាទេណាហ្នឹងហើយហើយបានព្រះអង្គត្រាស់ដល់ព្រះអានន្ទហ្នឹងឲ្យទុកចៃវរហ្នឹងឲ្យស្ងៀមសិនព្រះអង្គជ្រាបថា7ថ្ងៃក្រោយចាំទៅចាំចែកចឹងគឺចៃនឹងស្លាប់ទៅណោះប៉ុនដែលនៅក្នុងពុភ្នោះឲ្យបដិសន្ធិឋានតោសិតទេវលោកជាន់ទី4ហ្នឹងឯងហ្នឹងគឺគ្រាន់តែលើកពីរឿងថាយើងដែលកើតមកជាមនុស្សមិនងាយទេណាហ្នឹងឯងព្រះពុទ្ធអង្គទ្រង់ប្រកាសសម្ដែងមិនងាយទេកិច្ចឆោមមនុស្សសបដិលាភោការដែលបានអត្តភាពជាមនុស្សហ្នឹងបានដោយក្រហើយយើងកើតមកជាមនុស្សខុសពីទេវតាតែបញ្ញជីវីហ្នឹងឯងគេថាកើតមកឧបបាទិកកំណើតថាពេញរូបពេញរាងតែហ្មងណាហ្នឹងឯងទេវតាថ្នាក់លើហ្នឹងឯងបជាតមហារាជការក៏មានតាមកំណើតហ្នឹងជាលំពុជ្ជៈកំណើតអីកើតពីម្ដាយជាទេវតាហ្នឹងក៏អាស្រ័យគួរអីចឹងដែរណាហ្នឹងក៏មានដែរថ្នាក់លើទៅកើតទៅពេញរូបពេញរាងទៅបុណ្យហ្នឹងថាទំនុកបំរុងមានអាហារជាទឹកតែមនុស្សយើងគឺហៅថាឧបឋានៈដែលព្រះអង្គសម្ដែងក្នុងទិដ្ឋធម្មិកថាប្រយោជន៍ហ្នឹងត្រូវប្រឹងប្រែងធ្វើកិច្ចការងារអញ្ចឹងហៅថាឧទ្ធានជីវីចិញ្ចឹមជីវិតដោយការប្រកបជាយាមអញ្ចឹងយើងនៅតូចអត់តន់រត់ទទួលទានអីខ្លួនឯងបានមិនតន់ទាំងចេះចុកបាយ
យអីខ្លួនឯងអីផងទេគឺត្រូវមេត្តាបិតាទំនុកបំរុងទាំងស្រុងទាំងហ្នឹងឯងយើងជួនកាលមិនទាន់មានកូនខ្លួនឯងមិនទាន់ជួបប្រសពនៅរឿងហ្នឹងអត់បាននឹកគិតថាដែលមេត្តាបិតាមានឧបការៈគុណលើយើងបណ្ណាទេអានឹងដកស្រង់ពីប្របាទជាតិសតោមករឿងរ៉ាវហ្នឹងបាទជាតិសតោព្រះអង្គដៅកាហាយស្ដាយក្រោយបើអត់បានគិតដឹងថាទឹកចិត្តឪពុកទឹកចិត្តឪពុកខ្លួនជាឪពុកហ្នឹងឯងដែលស្រឡាញ់កូនហ្នឹងវាអត់ដឹងតម្រាំតែបានដឹងគឺគេយករឿងពីរវាមានរឿងពីរមួយប្របីតាត្រូវសោយប្រតិបង្គត់ហើយដោយសារតែណាបាទជាតិសតោនឹងឯងតែចាត់ការឲ្យឃុំឃាំងព្រះអង្គហើយធ្វើឲ្យព្រះអង្គអស់វិជននៅក្នុងពន្ធនាគារនឹងទៀតដើម្បីសោយរាជសម្បត្តិហ្នឹងឯងប្របីតាប្រគល់ឲ្យហើយហ្នឹងនៅមិនបញ្ចប់ត្រឹមប៉ុណ្្នឹងទៀតថាគិតថាព្រះអង្គអស់វិជនទៅបានវាបញ្ចប់រឿងមានបញ្ចប់រឿងហើយណាប៉ិនជាបំពេញអនន្តរិយកម្មខ្លួនឯងដែលបេតុឃាតហ្នឹងហ្នឹងឯងហើយគេត្រូវយករឿងពីរមួយគឺបានប្រសូតបត់ហ្នឹងឯងបាទជាសតោហ្នឹងគ្រាន់តែដឹងថាមានបុត្រចិត្តដឹងថាមានហើយនៅក្នុងផ្ទៃណាបានដល់អាពេលប្រសូតមកហ្នឹងវាឡើងអាចិត្តមួយទៀតដែលថាអញជាឪហើយវាដឹងតែថាស្រឡាញ់កូនអាចិត្តស្រឡាញ់ហ្នឹងវាកើតមកបានដឹងពីមុនវាអត់បានគិតវាអត់ដឹងថាចិត្តដែលស្រឡាញ់កូនហ្នឹងយ៉ាងម៉េចហ្នឹងឯងរឿងអត់ដឹងហ្នឹងចឹងឯងតារឿងអីផ្សេងទៀតហ្នឹងឯងយើងកុំប្រកែប្រកាន់អីគ្នាចឹងទៅយើងមានសេចក្តីសុខហ្នឹងឯងនឹងគ្រាន់តែបើកវងកញ្ចក់បញ្ជាក់សេចក្តីក្នុងរឿងដែលថាវាអត់ដឹងមែនណាយើងគិតថានឹងទៅបន្ទោសយ៉ាងម៉េចដូចជាមនុស្សដែលអត់មានសិលទាំងឡាយហ្នឹងយើងទៅបន្ទោសយ៉ាងម៉េចបើលោភៈទោសៈមោហៈនេះជាអកុសលមូលហ្នឹងឯងវាអត់ដឹងថាសិលនឹងជាសម្បត្តិសំខាន់របស់មនុស្សវាអត់ដឹងណាខ្លួនយើងដែលធ្លាប់អត់ដឹងហ្នឹងយើងដឹងហើយតើមានគិតនឹងថារស់នៅឲ្យមានសិលណាហ្នឹងឯងអញ្ចឹងទៅសត្វលោកយើងជាអ្នករួងគ្រោះហ្នឹងឯងដោយយើងរងគ្រោះរញ្ជួយដីរងគ្រោះខ្យល់ព្យុះអីភ្លើងឆេះឬក៏ជំងឺដូចជំនាន់ COVID អីចឹងទៅឬក៏កូនចៅអីរងគ្រោះដោយសារគ្រឿងញៀនអីចឹងណាហ្នឹងឯងគ្រោះថ្នាក់ចរាចរណ៍អីផ្សេងហ្នឹងទៅរងគ្រោះអញ្ចឹងដែលយើងតែងតែជួយសង្គ្រោះគ្នាប៉ុន្តែរងគ្រោះផ្លូវចិត្តនេះហ្នឹងឯងក្នុងពិភពលោកហ្នឹងដូចថាតើតែយើងបានមកសិក្សាផ្លូវពធបានយើងដឹងថារងគ្រោះដែលគួរឲ្យយើងករុណាហ្នឹងឯងអាណិតហ្នឹងឯងត្រង់ថាជាអ្នករងគ្រោះទាំងយើងទាំងអ្នកដទៃហ្នឹងដែលវានៅមានកិលេសហ្នឹងឯងរងគ្រោះវាជាទោសរបស់វត្តដាក់ហ្នឹងឯងហ្នឹងអត់ដឹងហ្នឹងគឺជាអ្នករងគ្រោះហើយយើងសិក្សាអភិធម្មបរមត្តធម៌ហ្នឹងបានយើងចាប់សេចក្តីនឹងបានទៅយើងធូរស្រាលអាការដែលយើងប្រកែប្រកាន់គ្នាហ្នឹងយើង
mình sọp mình mơ nghe mơ thao nè rồi tây ấy tây về tập lọp tới chia ảnh nát từ bên ai chia bị sấy ảnh nát luôn dương đây nơi là nguồn đây nè mình toàn chia pria ra hòn này nè mình toàn chia pria đây bọc cua này nè ấy chẳng tới dương bằng trai khai ra xa thì đây là o bao dương để miền bản na ní ná dương đăng thà thì đây là o nó mình nghe vậy nè năng ngày cùng áo khơi cây mình là o đó vô để được khăn tới shop á năng ngày dân tới kết thả thì đây là o cây mình nhây thơ ban đấy nè năng ngày dân chắp cái lại nâng vinh ban dân ắt ca tục năng ngày tới sân đau bọc bên đây ắt chia sài ao ắt hay lợt lên là mình tự tiêm ao luôn dân chụp vẽ vẽ vinh từ Philippines mình toàn năng ngày vô tại chụp vẽ vẽ vinh chả môi năng nẹt rồi tây chơi chó năng ngàyคือถ้าบัดดานเพลย์พระเรียดังไฮพระพุทธองค์เติมเปลี่ยนเปลี่ยนยังสโลดผมเอาจะเปะเวะเว้นนั่นไงนั่นแต่ยังช่วยตำรวจมาลองพระพุทธศาสนาตามระยะได้ยังตำรวจมาลองไปใจบุญดาวประซังทำใบบานประซังศักษาบาลีปไตรใบดอกเมียกุลเซลธรรมาธิปัญญาไทยรักษาพระพุทธศาสนาต่อเตยยังรวมจำในให้ยังก็ดังให้พระพุทธองค์ยังแต่การปรินิพพานนั่นไงพระองค์ปรินิพพานนั่นเป็นใจยังปฏิบัติตามนั่นคือบานใดแต่ยังดังให้พระองค์นั่นไงสันแต่แม่แกเมแวะปรูหายะนั่นไงจำร้านในเมกีสันแต่เพียบเนี่ยเป็นแนงสักเตนเตเสตังเปรนิเป็นสำได้ดาวเปรสกุฎเจษาสดานั่นไงนั่งตอนเลยยังกับนอดบานจังเรื่องไอ้ก็ได้ติดตัวไอ้ก็ได้ยังยัวตรังเลยถ้าเธอไม่เบิกคเนอดดังนะกอดอดดังนั่นไงแต่ยังเวทฟลอปอดดังเมายังยัวละได้อดดังนั่นไอ้อะไรเหม็นถ้ายังดังสับตรงไปนะดังขนมอะไรอย่างสัจจะเนาะบางจิกาดังดาวิเซđể ai chui luôn nhớ ngày ruồi pia bay giờ phú mày ruồi pì vắt từ sòng xa nâng mấy cái dân mình đăng từ nâng ngày với mình nghe đăng sập group bên đó đăng ai dân và bên nâng bên nơi từ lọp ruột ca mình đăng vinh đòi vùng quê nha nâng ngày nơi chia và thôi chuôn cứ về miền Tây vùng quê nha về ní miền Sa ai tha từ lọp tới chia ọt Sa từ vinh có bàn đâyนั่นไงนั่นยังคือยังยัวกาได้มันดังนั่งเรียนช่างดังช่างน่ะยังมันประกายประกันแต่รวมเนี่ยได้มันดังนั้นช่างยังอากาศตกอากาศได้ยังประกันแล้วประกาศตกล้วนยังแล้วถ้ายังเธอเตรเนี่ยตีนั่งไปอัดเตรปันท้ายยังแต่ประกันได้เนี่ยตีเธออัดเตรนั่งนั่งกาตกล้วนยังไงตรึbao giờ nó về tới chia ha bao miền này ha về tới chia chấm này ha bàn đây tha chia open đi sẽ phải chạy ở đây họ ra dân miền sờ hay dân tầm mơ nghe này ọt sờ bao giờ nó chia ha bao miền này ha tệ miền này thì cái là miền này đó cái lê nhá pri tem năng lệ tây tới mơ nghe tệ miền này năng mơ nghe này ọt sờ men trong từ con trua lên chấm cao nè ọt sa lê phần té về dân mơ nghĩ có chia miền nè dân để trời nó thà mấy thà cả rồi nè rồi có ai này nòm ban rồi thà dân này nòm bao chấm pua hạt bàn tế dân chui tầm đục rong của Phậtศาสนาlà ngày của chôn cá quật mình sẽ đạp dânอดโอปะในไซไอ้ยมวยคนนี้เป็นแต่สดับองเดตีหรือก็อ่านปไตรใบดอกไอ้เตอนั่งไงจังเตอบานกาเจดังเตอให้ได้เอาแต่ปะคลายบาปขมาบาปไอ้ตามหนึ่งจังเตอยังช่วยตามหนึ่งนั่งไงยังอดประกายประกันมือเงยมือเท้าเนี่ยตีเอากายตกเตจังเตยังกันแต่เคยต่อมไล่นี่สิก็ได้ละอระบายยังอ่ะแต่ถ้ามันเงี้ยนะcái này nó về là dân khơi nhẹ rồi tây vào phần ấy mình là o nó phải dân sắc xa bán đòi vô đi sau nhẹ xì cá đó cứ dân chồng nanh nhá thì ở đây họ là dân dây thà dây cô cho
គោដែលក្នុងទឹកវាមើលផ្លើតឃើញប៉ុន្តែវាមានអាមុខគេហ្នឹងវាស្លោះវាស្លោះជើងហ្នឹងហើយចឹងខំរើរួចទៅអាទៅពីក្រោយទៅដល់កន្លែងហ្នឹងលោតហ្នឹងហើយវាខ្លាចធ្លាក់ដែរហ្នឹងហើយអាហ្នឹងគ្រាន់តែយើងលើកយកមកត្រង់ថាយើងចេះមើលណានឹងឲ្យអ្នកដតីដែលដូចថាម៉ូតូទៅមុនយើងអញ្ចឹងហើយអាភ្លៀងតិចមកទៅដល់កន្លែងហ្នឹងផ្លូវកោងផងល្អិលដួលរថយន្តអីធ្លាយប្រេងអីមិនដឹងទេណាហ្នឹងហើយប៉ុន្តែនេះយើងឃើញអ្នកមុខដួលយើងដឹងថាអូកន្លែងហ្នឹងល្អិលហើយយើងទៅមិនមែនទៅមើលងាយអីអ្នកដួលហ្នឹងឯងថាបើកុំតែខ្ញុំមើលឃើញមកខ្ញុំដួលដែរហ្នឹងឯងយើងមិនមែនទៅមើលងាយថាអ្នកអតីហ្នឹងមិនដឹងអីណាគេថាអរសឹងតែអរគុណដោយថាដែលបានណាឲ្យយើងប្រយ័ត្នពីក្រោយនេះយើងអាចជួយអីបានក៏ជួយទៅហ្នឹងឯងរបៀបអញ្ចឹងតែនៅពេលដែលយើងដឹងអ្នកដតីធ្វើអីតោះខុសកំឆ្គងយើងប្រយ័ត្នខ្លួនយើងណាហ្នឹងហើយព្រោះយើងក៏អាចដួលដោយអ្នកដតីដែរហ្នឹងឯងអានេះសំណាងហើយដែលយើងបានប្រយ័ត្នប្រយែងដោយសារតែយើងបានសិក្សាពីអ្នកដតីហ្នឹងហើយអញ្ចឹងយើងណាបានការចេះដឹងរឿងនៅក្នុងជីវិតហ្នឹងគឺអ្វីដែលចូលមកដល់ជីវិតរបស់យើងនៅក្នុងកំណើតជាមនុស្សយើងសិតតែអាចរៀនបានចឹងទៅយើងចាត់ទុកថាអ្វីដែលចូលមកដល់ជីវិតគឺសិតតែមេរៀនមកពីយើងអាចរៀនបានបើសត្វគោក្របីតម្រៃសេះអីអកុសលវិបាកបដិសន្ធិអានឹងគឺអត់អាចចេះដឹងអត់ចេះគិតទៅវាយោនិសោមអ្នកសិកាដែលចេះគិតហេតុផលហ្នឹងវាអត់មានណាដោយសារអកុសលវិបាកហ្នឹងវាធ្វើនៅសេចក្តីអន្តរាយហ្នឹងហើយអត់ចេះដឹងគុណព្រះពុទ្ធយើងគិតបង្រៀនមិនគិតទៅនិយាយមិនឲ្យគោក្របីតម្រៃសេះយើងចាំសំណក់កាយឆ្មាអីហ្នឹងហើយឲ្យចេះដឹងគុណព្រះពុទ្ធឲ្យចេះដឹងគុណព្រះធម៌ឲ្យចេះដឹងគុណព្រះសង្ឃហ្នឹងហើយឲ្យចេះដឹងគុណមេត្តាបិតាគេណាយើងនិយាយយ៉ាងម៉េចឲ្យគ្នាយល់ថាម៉េចគុណដែលគួរគោរពវាអត់បានមកអំពីអកុសលវិបាកបដិសន្ធិអកុសលជាភវាំងអកុសលវិបាកជាភវាំងអញ្ចឹងវាអន្តរាយវារារាំងអត់ឲ្យយល់តែមនុស្សយើងយល់ហ្នឹងហើយអាចស្ដាប់បានទៅអូគុណគឺសេចក្តីល្អចេះដូចជារឿងនិយាយពីប្របាទជាតិសតោហ្នឹងឯងដល់ទៅដឹងថាបទហ្នឹងបានប្រសូតឧត្តយផាត់ហ្នឹងហើយឧត្តយផាត់ហ្នឹងក៏ក្រោយមកធ្វើឃាតប្របាទជាតិសតោហ្នឹងដែរដណ្ដើមរាជដែរតគ្នាប្រមាណជំនាន់ហ្នឹងឯងតែនៅពេលដែលប្រសូតហ្នឹងស្រឡាញ់រាជបុត្រហ្នឹងបាននឹកឃើញបិតានឹកឃើញចិត្តបិតាដែលស្រឡាញ់អញណាសួរទៅសោយប្រទីអង្គត់អស់វិជនទៅកើតក្នុងចាតមហារាជការបានវិបដិសារៈហ្នឹងឯងក្តៅក្រហាយស្ដាយក្រោយយើងច្រើននិយាយវិបដិសារីហ្នឹងណាវិបដិសារីហ្នឹងទៅជាបុគ្គលអ្នកដៅកាហាយស្ដាយក្រោយយើងនិយាយពីរឿងដៅកាហាយស្ដាយក្រោយហ្នឹងវិបដិសារៈអញ្ចឹងទៅហ្នឹងហើយមានការឃើញកន្លែងប្របីតាអីធ្លាប់គង់នៅអីគឺថាស្ដៅកាហាយរហូតនៅពរាជវាំងចាស់នឹងអត់បានរើពរាជវាំងដូពរាជវាំងបាទជាតិសតោហ្នឹងហើយអនន្តរិយកម្មកែអត់បានទេថានេះមិច្ឆតនិយតាធម្មាពួកធម៌មានសភាពដ៏ខុសនឹងទៀងក្នុងជាតិបន្តស្លាប់ហ្នឹងគឺដេសន្ធិក្នុងនរោគឺមិច្ឆតនិយតាធម្មាហ្នឹងឯងហ្នឹងឯង
ប៉ុន្តែបានដោយថាក្រោយមកបានជួបព្រះសម្មាសម្ពុទ្ធស្ដាប់សាមញ្ញផលសូត្រនៅជីវកម្មប្រវត្តិទៅក៏ជ្រះថ្លានឹងបរតនត្រ័យបំពេញបុណ្យកុសលច្រើនណាស់ជួយទំនុកម្រងពុទ្ធសាសនាព្រះអង្គបរិនិព្វានទៅក៏សហការជាមួយព្រះមហាកស្សបៈអីក្នុងបតមសង្ឃាយនាហើយបានធ្វើធាតុនិធានអីរក្សាព្រះបរមធាតុអីបុណ្យកុសលច្រើនចឹងដែលធ្វើឲ្យឧបនិស្ស័យរបស់បាទជាតិសតនឹងបានជាព្រះបច្ចេកពុទ្ធហ្នឹងហើយបើតាមអត្ថថាសាមញ្ញផលសូត្រហ្នឹងស្ដាប់ប្រសូតនឹងហើយត្រូវបានសោតាបត្តផលរៀងមិនម៉ាក់មួមទេសម្បត្តិសោតាបត្តផលនេះក្រៃលែងជាងឯករាជ្យលើផែនដីដំណើរទៅកម្មទេវលោកភាពជាអធិបតីលើលោកទាំងពួងចឹងប៉ុន្តែអនន្តរកម្មហ្នឹងរារាំងណាកម្មអន្តរាយកធัวធ្វើនៅសេចក្តីអន្តរាយអត់អាចឲ្យសម្រេចមគ្គផលបានទេហើយដល់ទៅបាទជាតិសតោប្រឹងប្រែងបំពេញបុណ្យក្រោយមកក៏បានជាឧបការៈលើសអំពីដែលជាពុទ្ធសាវកហ្នឹងទៅជាព្រះសយំភូព្រះបច្ចេកពុទ្ធប៉ុន្តែអត់មានកំណត់ក្នុងអត្ថថាសាមញ្ញផលសូត្រ3ដកលេខ14ហ្នឹងអត់មានកំណត់ថានៅប្រមាណកាប់ប្រមាណផែនដីអីទៀតទេតែក្នុងអនាគតហ្នឹងឯងហ្នឹងគឺក៏រំលឹកអំពីបុណ្យកុសលហ្នឹងបានជាឧបបិលកកម្មដែរបៀតបៀនបាបអកុសលហ្នឹងមិនបៀតបៀនដូចថាកាត់ផ្ដាច់มันអាចឲ្យផលបានមិនមែនទេគ្រាន់តែថាដែលអាចឲ្យបដិសន្ធិក្នុងអវិជ័យនរៈត្រឹមតែបដិសន្ធិក្នុងលោហៈគម្ភីនរៈហ្នឹងឯងតែនរៈនៅតែនរៈអញ្ចឹងបាបធ្ងន់ណាស់មេតខេតបេតខេតហ្នឹងហ្នឹងឯងអនន្តរិយកម្មហើយយើងជាកូនត្រឡប់មកជាទំនុកបំរុងមេដាបៃតាចាំបីបាច់មើលថែអីបានយើងនៅរស់តន់គាត់ពេលចាស់ពេលអីចឹងទៅគាត់ឧស្សាហ៍ចប់រយចាស់ហ្នឹងហើយជួនកាលឆ្អឹងហ្នឹងស្ពោតទៅអីចឹងទៅចាស់ហ្នឹងយើងនៅក្មេងៗអត់ដឹងពេលមិនដឹងថាចប់រយដៃជើងអីយ៉ាងម៉េចហ្នឹងហើយណាមួយដើរទៅអីទៅហាត់ប្រាណទៅអីចឹងទៅស្រួលទៅវាស្រួលហ្នឹងហើយតែចាស់បានសម្រានអីចឹងទៅកូននឹងមកច្បាច់អីហើយណាមួយកូនបកើតទៀតវាលើសពីអ្នកអតីតអ្នកអតីតមកធ្វើអីមែនប៉ុន្តែវាមិនមែនកូនគាត់ហ្នឹងហើយអាត្រូវការកូនមកចិត្តមកក្បែរហ្នឹងសំបីតែបរិជាមិនមែនចេះខ្វះទេអ្នកមកគាល់មកបំរើប៉ុន្តែដល់ទៅកូននេះសំបីតែថាប្រមេដាប្របីដាបរិជាហ្នឹងក៏ចង់ឲ្យបរិជាជាកូននឹងមកចិត្តមកក្បែរហ្នឹងឯងទឹកចិត្តម៉ែឪជាមួយនឹងកូនប្រុសស្រីហ្នឹងធំធេងណាដែលព្រះពុទ្ធអង្គសម្ដែងថាអាហុណៃយាចៈបតានាំងជាអាហុណៃយៈបុគ្គលរបស់កូននៅប្រសង់ជាតេខេណៃយៈគិហើយដែលពុទ្ធបរិស័ទក៏បីបូជាភ្លើងគឺប្រសង់ណាបូជាដោយបច្ច័យ4ហ្នឹងណាបើតែមេត្តាបិតានេះគឺអាហុណៃយាចៈបតានាំងព្រះអង្គប្រកាសថាអាហុណៃយៈគិក្នុងបៃដកលេខ47ពីភ្លើង7កងហ្នឹងแล้วก็បីបូជាដោយការទំនុកម្រងបច្ច័យ4ប្រណិបត្តិហ្នឹងហើយអោនំតូនអបច្ច័យណៈថ្វាយបង្គំមេត្តាបិតាហ្នឹងហើយមេត្តាបិតាគាត់ដូចថាអៀនមាត់ថាអញ្ចឹងនិយាយត្រង់ថាអៀនមាត់អញ្ចឹងណាតែថាណែកូនឯងថ្វាយបង្គំពុកមកថ្វាយបង្គំម៉ែមកថាវាមិនចេញហ្នឹងឯង
តែដល់តែកូនធ្វើចេះដឹងពីណាមកឲ្យធ្វើនោះគាត់រំភើបណាហ្នឹងហើយគាត់រំភើបហ្នឹងមិនមែនគាត់ចង់បានពងពោះអីដែលកូនស្វែងគុំទេរំភើបត្រង់ថាកូនគាត់ជាកូនល្អកូនគាត់បានបុណ្យហ្នឹងហើយបានតែក្តីសុខហ្នឹងហើយវាស្រឡាញ់ថែមទៅទៀតត្រង់ថាកូនល្អហើយកូនបានតែក្តីសុខហ្នឹងហ្នឹងហើយហ្នឹងឲ្យយើងជាកូនហ្នឹងធ្វើក្នុងរឿងហ្នឹងធ្វើឲ្យទៅជាទម្លាប់ហ្មងណាចង់តែធ្វើចង់តែថ្វាយអង្គមមេដាបិតាហ្នឹងណាហ្នឹងហើយមិនមានអីជូនគាត់អីធំអីណាជូនទឹកចិត្តគាត់ហើយគាត់បានសប្បាយចិត្តជាព្រះអរហន្តរបស់យើងជាកូនណាព្រះក្នុងផ្ទះព្រះរស់គាត់នៅរស់ហ្នឹងហើយយ៉ាងព្រះពុទ្ធអង្គសម្ដែងអាវណាយាចៈបតាណាំងណាគាត់ជាបឋិជនមែនប៉ុន្តែនិយាយពីទឹកចិត្តជាមួយកូនមិនមែនជាមួយអ្នកអតីទូទៅណាជាមួយអ្នកដទៃគាត់អាចមិនល្អរឿងអីចឹងតែហៅថាមិនតាន់មានសិលអីចឹងគាត់អាចទៅចាប់ត្រីអីចឹងណាយកមកចិនកូនណាអាហ្នឹងនិយាយពីរឿងថាជាមួយអ្នកដទៃហ្នឹងហើយមិនល្អអីសពគ្រប់ទេតែជាមួយកូនគឺចិនកូនហើយអត់មានអ៊ីសាជាមួយកូននឹងរត់តែបានលៀបបានយោះបានសេរីសួស្តីគាត់រត់ទៅអនឹងកូនបានទីក្តីសុខហើយមើលទៅបើព្រះរិយបុគ្គលអត់មានអ៊ីសាតែសោតាបតមៈលះទៅព្រះសោតាបានទៅហ្នឹងហើយអញ្ចឹងបានព្រះអង្គដែងអាវណៃយាចៈបតាណាំងមើលស្មោះហ្នឹងហើយយើងរស់នៅមួយមេដាបិតាដូចខ្ញុំមិនដាអីនៅជាមួយម៉ែបានតែ15ឆ្នាំកន្លះហើយប្រត់ពីគាត់មក50ឆ្នាំហើយនៅតែនឹកឃើញភាពដែលគាត់ស្រឡាញ់ស្មោះហ្នឹងគឺថាប្រកបណាប្រកបឲ្យយើងចងចាំឲ្យយើងដឹងថាជាការស្រឡាញ់ស្មោះពីចិត្តពីក្នុងមកអញ្ចឹងដោយអត់មានត្រូវការប្រាថ្នាទាមទារអីពីកូនក្រៅតែពីឲ្យកូនបានរស់បានសុខហ្នឹងហើយបើអ្នកដតីផ្សេងវាទៅតាមអ្នកដតីហ្នឹងណាវាអាចថាត្រូវការអីហ្នឹងវាមានអញ្ចឹងណាហ្នឹងហើយដែលជាកូនហ្នឹងវាទៅតាមគុណធម៌ហ្នឹងហើយតែនិយាយពីមេដាបិតាបង្កើតគឺថាទឹកចិត្តស្មោះហ្នឹងហើយបើម្ដាយមួយនោះអាយុ80នៅបញ្ចុកបាយកូនពិការដៃជើងតែតាំងពីកើតចេះតែរស់មកដល់អាយុ60ឆ្នាំកូនប្រុសហ្នឹងហើយម្ដាយហ្នឹងអាយុ80ហ្នឹងហើយនៅបញ្ចុកបាយកូនអូនមកដល់អាយុ60រស់ដែរណាដាច់ដៃដាច់ជើងហ្នឹងបានទឹកចិត្តនឹងគ្រាន់តែលើកនៅក្នុងពិធីមង្គលពេលពីពេលហ្នឹងថាឲ្យកូនប្រុសស្រីទទួលគុណមេត្តាបិតាហ្នឹងហើយបានសម្មាទិដ្ឋិជាចំណងដៃចំណងចិត្តក្នុងជីវិតថាបានរៀបការបានស្ដាប់ពធថាអរគុណមេត្តាបិតាជាព្រះអរហន្តនឹងចាំទៅហ្នឹងហើយដល់ទៅពេលយើងមានកូនទៅហ្នឹងឯងហើយកូនហាប់កូនហេងអីមានកូនទៅដឹងណាហ្នឹងឯងចិត្តដែលថាជាឪពុកជាម្ដាយហ្នឹងស្រឡាញ់កូនប៉ុណ្ណាបាននឹកឃើញទឹកចិត្តម៉ែឪខ្លួនយើងហ្នឹងហ្នឹងឯងនឹកឃើញទៅគាត់អាចថាគាត់ចែកឋានអីម្នាក់អីចឹងទៅណាហ្នឹងឯងអញ្ចឹងចែកឋានឪពុកទៅនៅម្ដាយអីចឹងទៅយើងណាស់ប្រឹងប្រែងយកចិត្តទុកដាក់បន្ថែមឡើងទៀតក្នុងការទំនុកបម្រុងផ្លូវកាយផ្លូវចិត្តហ្នឹងឯងទាំងកាយទាំងចិត្តណាឲ្យគាត់បានសេចក្តីសុខសប្បាយចឹងហើយជាពិសេសគឺតាមផ្លូវពធឲ្យចម្រើនទៅដោយសទ្ធាសិលសត្តៈចាគៈបញ្ញាហ្នឹងឯងហើយយើងមិនអាចនឹងថាតាមមេត្តាបិតាយើងទៅ
นองโลกขังมุกดังจะกอดใจทานtớiประเด็นสันติอย่างนะตั้งแต่เธออย่างไม่เอากอดสำรักบ้านในบนกอซาลนั่นเองเชี่ยมัดจิตดัดนั่นไงใครเล่นเชียงเยิงนะเยิงเกี่ยโกนอัดอายตามtớiกอมตรัวประเด็นสันติวิญญาณก็เอาเคลื่อนจากการตีตกตีเตียบไอ้บ้านนี่แต่บนกอซาลนั่นคือถ้าปูไก่ตามฉบับธรรมชาติช่วยเอาพวกมาได้ยังรุ่ยเตียบายภูมิให้คือถ้ากลมดอพวกมาได้ยังนั่นนะคือถ้าเฉียบมิดดอช่วยตำนุกมาลองบ้านดาวในสกเตะพบโดยถ้าเมียนำน้อยเตียนไอ้จังเตอประเด็นสันติน้องเตวโลกไอ้จังเตอเตวบอดเตวธิดาไอ้ตะตูสกอลออบอซาโตนั่งไงจ่าบองจ่าโอนไอ้ตามนั่งtớiយើងមានកម្លាំងចិត្តបបួលទៅស្ដាប់ពធัวฝ่ายសង្គមព្រះចលាមនីចែកដីឋានតាវតិនអីចឹងទៅฝ่ายសង្គមសកទេវរាជស្ដាប់ពធัวសទ្ធាវះព្រំព្រះរហន្តអីយាងមកសម្ដែងអីចឹងទៅមានតែបុណ្យហ្នឹងដែលតាមទៅជួយពុកម្ដាយយើងដែលគាត់ចែកឋានទៅបានហ្នឹងហើយអញ្ចឹងយើងជួយឲ្យសទ្ធាសិលសតៈចាគៈបញ្ញានឹងចម្រើនក្នុងមេត្តាបិតាយើងហ្នឹងហើយយើងតេខិណានុបទានអីតាមធម្មតាបុណ្យកុសលកើតក្នុងចិត្តយើងហើយក៏ទិសទានហ្នឹងទៅទាំងវោញាតិណាំងហោតសុខេតាហោទៅញាតិយោទៅយើងអត់ដឹងទេប៉ុន្តែយើងសប្បាយចិត្តត្រង់ឲ្យថាយើងបានជូនបុណ្យគាត់ហ្នឹងឲ្យគាត់សម្រេចបុណ្យកុសលហ្នឹងដូចយើងជូនអញ្ចឹងព្រោះយើងជួយទំនុកបំរុងជួយទាំងផ្លូវចិត្តដូចថាកិច្ចការងាររវល់អីនៅក្នុងផ្ទះពុកម៉ែជើញទៅវត្តថ្ងៃសិលថ្ងៃបុណ្យអីទៅវត្តនេះវត្តនោះយប់ឡើងទៅប្រតិសិនប្រពោតិព្រឹកបច្ច័យដីអីចឹងទៅកិច្ចការងារនៅផ្ទះគឺខ្ញុំរាប់រងណាមើលអីចឹងទៅធ្វើយ៉ាងម៉េចឲ្យគាត់សុបាយចិត្តអញ្ចឹងហ្នឹងហើយហ្នឹងដែលយើងមានបំណងដើម្បីតបស្នងសងគុណហ្នឹងហើយអញ្ចឹងម្យ៉ាងយើងអរគុណដល់បុណ្យហ្នឹងហើយហើយនឹងម្យ៉ាងទៀតយើងអរគុណដល់បុព្វការីនឹងឯងអដ្ឋថាសម្ដែងក្នុងមង្គលសូត្រឯតាមង្គកិលមុតតមង្គហ្នឹងជាមង្គលដ៏ឧត្តមនឹងឯងហើយបញ្ជាក់ក្នុងលំសាមួយទៀតត្រង់ថាយើងយល់អំពីអាការមិនដឹងនៅក្នុងអ្នកដទៃរឿងអីហ្នឹងអ្វីសិតតែមានហេតុផលបរមត្ថត្រឹមត្រូវហេតុផលមានបញ្ញត្តិទេយើងសន្មត់គ្នាប៉ុន្តែមានហេតុផលបរមត្ថហ្នឹងឯងហេតុផលបរមត្ថហ្នឹងតេតួងនឹងចិត្តបរមត្ថចេតសិកបរមត្ថរូបបរមត្ថហ្នឹងតែកាលណាកើតឡើងគឺមានហេតុត្រឹមត្រូវធ្វើឲ្យយើងសុខចិត្តទៅជាមួយនឹងហេតុផលបរមត្ថហ្នឹងអញ្ចឹងយើងមិនចេះតែទៀមទាអ្វីតម្រូវតាមចិត្តយើងចង់ទេបើយើងចិត្តទៅទៀមទាដូចថាយើងត្រូវតែបានយ៉ាងនេះហ្នឹងបានសមគួរសម្រាប់យើងអាហ្នឹងយើងគិតអញ្ចឹងមែនតែថាហេតុផលបរមត្ថវាមិនមែនចេះតែតាមអ្នកណាចង់បានទេទាំងយើងទាំងអ្នកដទៃវាមានអកុសលវិបាកក្នុងជីវិតទៅសំបីតែព្រះសម្មាសម្ពុទ្ធព្រះវិជ័យកពុទ្ធអគ្គសាវកព្រះសារីបុត្រអពេតកពេះតែធ្លាក់ព្រះលោហិតព្រះមហាមោគលានហូតចោលពេជ្រកប៉ុបវាយខ្ទេចឆ្អឹងដូចក្រំកទៀតគ្រាន់តែថាលោកអេតតិកៈខាងរិទ្ធលោកប្រមូលធាតុអត់ទាន់បរិនិព្វានណាទៅថ្វាយអង្គមលាព្រះអង្គនៅវេលវ័នហើយមកបរិនិព្វាននៅកាលៈសិលារាមនៃភ្នំមិសកិលិ
នឹងគ្រាន់តែចង់បញ្ជាក់ថាយើងរឿងអីដែលថាចេះតែបានអីស្អីដោយចិត្តជីវិតមកផ្នែកធំវាជាវិបាករបស់កម្មកុសលវិបាកហើយមនុស្សយើងវាច្រើនហើយណាបើសត្វក្នុងអបាយភូមិបានវាច្រើនដោយអកុសលវិបាកដេចសន្ធិពវាំងអកុសលវិបាកឃើញរូបឬសម្លេងធំក្លិនដឹងរសដឹងផាត់ពៈមិនល្អអីចឹងតែមនុស្សយើងកុសលវិបាកច្រើនហើយតែมันអាចថាអត់អកុសលវិបាកអីផលបាបវាមានណាឃើញរូបមិនល្អធំក្លិនដឹងរសដឹងផាត់ពៈមិនល្អហើយបានដឹងរឿងហ្នឹងណាហ្នឹងហើយអាហ្នឹងគឺយើងត្រូវរៀនទទួលដោយបញ្ញាយកមកសិក្សាថាការពិតនៃជីវិតទាំងយើងទាំងអ្នកដទៃគឺមិនចេះតែបានអីដូចចិត្តទេហ្នឹងហើយវាមានអញ្ចឹងប៉ុន្តែអ្វីទាំងអស់ហ្នឹងបើយើងទទួលបានបញ្ញាហ្នឹងឯនាំឲ្យយើងបានសេចក្តីសុខហ្នឹងហើយដោយបញ្ញាកើតឡើងវាអត់តោមនោះបន្ទុះទាស់នឹងរឿងហ្នឹងទេដែលយើងកើតទុកមិនសុខចិត្តគឺមកពីតោសៈជីវ័នកើតឡើងហ្នឹងហើយអញ្ចឹងយើងដោះស្រាយអកុសលវិបាកហ្នឹងមិនបានមែនតែយើងដោះស្រាយផ្លូវចិត្តដោយបញ្ញារបស់យើងហ្នឹងគឺត្រូវពឹងបញ្ញាខ្លួនឯងហ្នឹងហើយត្រូវឲ្យយល់ថាហ្នឹងជាមេរៀននៃជីវិតណាមេរៀនថ្នាក់បរិញ្ញាទៀតណាមិនមេរៀនម៉ាក់មួមបរិញ្ញាហ្នឹងវិបស្សនារហូតដល់អរិយមគ្គញាតបរិញ្ញាតេរណបរិញ្ញាបហានបរិញ្ញាហ្នឹងហើយអប់រំតិចដងមិនងាយទេចាមិនងាយមានញាណនឹងកើតឡើងយល់ដឹងហេតុផលបរមត្ថហើយយើងសុខចិត្តខ្លួនឯងទីបំផុតរឿងដែលនាំឲ្យយើងកើតទុកហ្នឹងបែរទៅជារឿងគាត់ថារំលឹកដាស់តឿនឲ្យយើងភ្ញាក់រលឹកថាកុំចិត្តទៅទីពឹងស្អីក្នុងโลกហ្នឹងដែលមិនមែនយើងចិត្តទៅទៀមទេអីបាននឹងទេវាមានទាំងចាស់ទាំងឈឺទាំងការព្រាត់ប្រាសអីសពគ្រប់ទាំងអស់ហ្នឹងហ្នឹងហើយពេលវេលាកន្លងទៅអ្វីក៏ប្រែប្រួលដែរយើងចាំតែក្តីនឹងរឿងសង្ខារយើងភរិយាស្វាមីអីចឹងយើងចេះតែសង្គ្រោះគ្នាទៅណាហ្នឹងហើយស្ដាប់លោកមហាទៅគាត់អរតនីពុទ្ធរិកាព្រះអង្គសម្ដែងក្នុងសង្កេលកៈសូត្រហ្នឹងហើយជាកហិវិន័យហ្នឹងហើយវិន័យរបស់កុហកហ្នឹងមានធัวអីខ្លះក្នុងបៃដកលេខ19ណាមើលក្នុងសង្កេលកៈសូត្រហ្នឹងយ៉ាងរឿងសង្គ្រោះភរិយាស្វាមីរឿងដឹងគុណមេត្តាបិតាអីហ្នឹងអវាទរបស់លោកមហាហ្នឹងគឺតែងតែរំលឹកដាស់តឿនហ្នឹងជាចំណងដៃកូនប្រុសស្រីហ្នឹងឯងយើងធ្វើជាភរិយាស្វាមីល្អនឹងគ្នាចឹងទៅហ្នឹងឯងដែលជាប្តីស្វាមីល្អណាហ្នឹងឯងក្នុងโลกហ្នឹងគេតែងតែលើកថាប្រពន្ធហ្នឹងឆ្នាំអីក៏ដោយក៏ឆ្នាំខ្លាដែរហ្នឹងឯងក្នុងโลกហ្នឹងនិយាយលេងផងមែនផងណាហ្នឹងឯងចង់និយាយថាកាចហ្នឹងណាហ្នឹងឯងប៉ុន្តែអានឹងវាត្រូវមានហេតុផលមកអំពីអីមកអំពីប្តីនឹងឯងមានការប្រព្រឹត្តតោះខុសកំឆ្គងណាហ្នឹងឯងដល់ទៅខ្លួនឯងប្រព្រឹត្តខុសអញ្ចឹងវាដឹងថាខ្លួនឯងធ្វើខុសអញ្ចឹងវាត្រូវមានចិត្តខ្លាចហើយហ្នឹងឯងបើមិនខ្លាចទេឆ្លោះប្រកែកវាយតបគ្នាបែកគ្នាទីណាត់ទីណែងហើយដល់អញ្ចឹងទៅខ្លាចប្រពន្ធក៏ចិត្តតែលួងលោមទៅយកចិត្តទៅនៅស្ងៀមទៅអីទៅប្រពន្ធហ្នឹងកាចទៅដូចថាប្តីហ្នឹងធ្វើខុសអីចឹងណាហ្នឹងឯងរឿងខុសអីណានៃអីផ្សេងវាមានច្រើនហ្នឹងឯងមិត្តភ័ក្តិអីមិនល្អអីចឹងទៅអបាយមុខទៅគ្រឿងញៀនទៅឬក៏មានស្ត្រីដតីក្រៅផ្ទះអីហ្នឹងចឹងទៅហ្នឹងឯងអញ្ចឹងបានខ្លាចប្រពន្ធដូចខ្លាហ្នឹងឯងហ្នឹងឯងមានគេនិទានរឿងមួយថាខ្លាហ្នឹងគេរៀបការសត្វដតីទៅ
อสาโตពិធីការខ្លាហ្នឹងហើយមានឆ្មាមួយហ្នឹងគឺចូលទៅងឯដៃងឯជើងខ្លាហ្នឹងឯងខ្លាហ្នឹងដូចថាវាអត់បានស្គាល់អីអត់បានចិត្តដិតអីចឹងណាហ្នឹងឯងសម្លុតមកឆ្មាហ្នឹងហើយបានឆ្មាហ្នឹងគេថាខ្ញុំណាកាលដែលមុនហ្នឹងណាហ្នឹងឯងកាលមុនហ្នឹងខ្ញុំហ្នឹងតែមិនទាន់ណាដូចថាមិនទាន់បានមកជាឆ្មាហ្នឹងណាហ្នឹងឯងខ្ញុំក៏ជាខ្លាដោយបងឯងដែរហ្នឹងឯងមិនដែរឥឡូវហ្នឹងមកជាឆ្មាហ្នឹងគឺគេចង់និយាយថាខ្លាចប្រពន្ធហ្នឹងណាហ្នឹងហើយមកជាឆ្មាហ្នឹងក្នុងរឿងរ៉ាវហ្នឹងឯងបានជាចេះតែមានរឿងដែលថាប្រពន្ធហ្នឹងជាខ្លាហ្នឹងឯងឆ្មាហ្នឹងគេថាពីមុនខ្ញុំក៏ជាខ្លាដែរគេបានតែឥឡូវដល់មានពុនទៅមកជាឆ្មាហ្នឹងចឹងក្នុងន័យចឹងតែខ្ញុំណាលើកឡើងនេះចង់បញ្ជាក់ពីរឿងថាប្តីដែលខ្លាចប្រពន្ធនៅតែខ្លាចចឹងប៉ុន្តែមិនមែនខ្លាចប្រពន្ធដោយខ្លាចខ្លាទេខ្លាចប្រពន្ធមិនបានសេចក្តីសុខហ្នឹងឯងអាហ្នឹងដែលជាស្វាមីល្អណាល្អតរហូតមកតាំងពីរៀបការចឹងទៅមានភរិយាចឹងទៅវាមានចិត្តស្រឡាញ់ប្រពន្ធហ្នឹងទៅវាមានសេចក្តីស្រឡាញ់ហើយវាចូលក្នុងអាណិតហ្នឹងឯងព្រោះសេចក្តីស្រឡាញ់វាមានសេចក្តីសុខភាពដែលជាទីស្រឡាញ់ហ្នឹងមកជាអារម្មណ៍ដែលមេត្តាក៏កើតមានផងដែរហ្នឹងឯងលោភៈយើងដឹងតែមានហើយព្រោះការស្រឡាញ់ជាប់ជំពាក់ដោយលោភៈហ្នឹងណាប៉ុន្តែវាមិនមែនមានតែលោភៈទេមានមេត្តាហ្នឹងផងហ្នឹងឯងមេត្តាហ្នឹងគឺមានបុគ្គលជាទីស្រឡាញ់ហ្នឹងមកជាអារម្មណ៍ហើយបំណងប្រាថ្នាឲ្យបុគ្គលដែលយើងស្រឡាញ់ហ្នឹងបានសេចក្តីសុខប៉ុន្តែដល់តែនឹកឃើញថាអ្នកដែលយើងស្រឡាញ់ហ្នឹងវាអាចមានសេចក្តីទុក្ខដីទុកដីរឿងអីហ្នឹងវាមានចិត្តអាណិតកើតឡើងណាហ្នឹងឯងមិនចង់ឲ្យបុគ្គលដែលយើងស្រឡាញ់ហ្នឹងកើតទុកហ្នឹងអាហ្នឹងឯងដែលជាស្វាមីប្តីល្អហ្នឹងខ្លាចភរិយារបស់ខ្លួននឹងឯងមិនបានសុខហ្នឹងឯងអញ្ចឹងត្រូវធ្វើម៉េចថាគឺចិត្តដិតដឹងរឿងដោយថាផ្លូវកាយផ្លូវចិត្តហ្នឹងឯងផ្លូវកាយធ្វើអីលឿយហត់សូម្បីតែកិច្ចការងារផ្ទះក៏ប្តីជួយដែរឧទាហរណ៍ណាហ្នឹងឯងមកអំពីខ្លាចប្រពន្ធហត់នឿយលំបាកហ្នឹងឯងមិនចង់ឲ្យហត់នឿយពេកមិនចង់ឲ្យលំបាកពេកក៏ជួយទៅកិច្ចការងារសូម្បីតែការងារផ្ទះហើយបើភរិយាជាទៅជាមេផ្ទះហើយហ្នឹងឯងដល់ប្តីជាមេគ្រួសារហ្នឹងបើនិយាយពីភ្លើងដែលគួរដល់ការបូជាណាមិនមែនភ្លើងក្តៅក្រហាយទេភ្លើងព្រះភិក្ខុសង្ឃហ្នឹងជាតេខិណៃយគិរបស់ពុទ្ធបរិស័ទមេដាបិតាជាអាហន័យគិរបស់កូនប្រុសស្រីគួរដល់ការបូជាបច្ច័យ4ណាប៉ុន្តែកហបតគិណាអ្នកជាធំក្នុងផ្ទះនេះហ្នឹងឯងកហបតគិណាកហបដីហ្នឹងបានន័យថាអ្នកធំក្នុងផ្ទះបូកនឹងអគិទៅដែលគួរដល់ការបូជាហ្នឹងឯងអញ្ចឹងស្វាមីហ្នឹងជាមេគ្រួសារភរិយាជាមេផ្ទះហ្នឹងឯងត្រូវគោរពគ្នាត្រូវបូជាគ្នាដោយការឲ្យកិត្តិយសសំខាន់ណាស់ចឹង
năng ngày công phích luôn đó đây bốn để bàn này tới miền rương snat na lại bị giặt à rương snat na nó về bậc co ở tới chia dân mơ nghe á này công ở so tôi chỉ thà dân đánh ở đây buồn giờ lành kia tam rương bọc đây ở buồn nhẹ nhọ ấy từ tam thầm đa phiệp nát na được cả là nói tận đây công ấy vô à phiệp nát na nó từ phơ ao bạch bong ca của rục này rương của rục đăng ở của rục nên là nòng ca để từ ao cất thì vô phê dưa ao cất thì vô xa mấy ao cất thì vô phê dưa nó dùng khăn nó chỉ sọc hệ mông cua vừa vừa chỉ tức chất nên là nòng ca để ruột nơi nâng còn ai miền bẹ sầm đây mơ nghe á là ngày rồi phơi cá hot đó đòi cầm lăng hơi nó mình hot đó là đây mà mắt mau là ngày rồi biết mơ nghe á cái ta o cầm lăng là liền về o hà cầm lăng chết đó là ngày phân tay bờ ban thạc đo cầm lăng chất đó bịa sửa sao bịa ấy trong thơ về nom ở miền cầm lăng chất về tam rồi kia rú đôi tực mục nhà nhâm sọc bỏ và cọp đây meta đó nó có đo cầm lăng chất để thiệt nhà nhâm ấy nó là ngày tam rồi kia thì chứ bịa sầm đây sửa sao ao cất thì vô ao tầm lai nó có đo tức chất nó về tam rồi kia là rút cái đó đôi chia cặp kệ da rồi có tức mục rap an kia nhà nhân ấy tu tứ nó là mình tập đây ở buồn đấy nó miền tức chất nó tạm rồi dạ rút á mơ tư cầm mơ cream cro ấy chẳng tới hay ọt dây ọt đây ấy chẳng tới mình nu và thao về sen cái đấy mấy đấy sạch từ riêng luôn đó và mình nuôi đây về từ tẹt tuồng cái này nó về từ room sập tộc cái này nó đòi trong việc chlong cái này đó nên ngày miền rừng ấy miền ca ấy chơi cho ấy chân tới về khẽ thực chặt tam nâng đài nên ngày chẳng ngà còn lăng chặt nó về từ ban tam mà đi dẹp này nó mơ khơi như rú tại dân thơ mấy ai nè rồi tây năng miền tập chặt tập một dân sọt bó bịa sầm đây ruột ri ấy ao tầm lai ao cất thì vô ấy tam nâng chăm tới là ngày hay tam thì dễ này thập bẹ là ngày to vào bật từ bàn đây là ngày thì họ thà chập đầy chập mang ai các ba lại ở tề hò đó ngày non ấy chẳng đó là ta mà dẹp học thập bẹ nó coi chia một này chui đó cầm lăng chặt đà là ngày chẳng về miền đến đây ra đây giờ rồi nơi mũi cái này là sầm khăn tròn đầy vua chặt cái này là ngày đường cả vua chặt cái này hệ gì phàm mấy dân mình tha chết từ sổ lanh đôi nia tập thể riệp ca hay mấy màu thế giờ hiệp này trước đây sổ lanh dân trục rồng huồng hành ở nơi tập đài lọt bàn này là ngày về là sai tới thầm đá vấn té dân ở huồng hành nhỉ ở huồng hành là ở nơi từ sổ lanh đôi môn ở thế vấn té dân còn thay meta karana màu vinh còn thay prum mà vì here là thua màu vinh sờ lanh huông hay đòi lô phệ nó bồi bắt tới từng ó với priana kia mỹ rất là vì sao là ngày công sai và riêng sờ lanh lô phệ huông hay ấy nâng về thoi tới là ngày thầm đá bàn tay dân bàn trôi và thua màu vinh là ngày ai tới chia gọi là meta karana là ngày dân cái này priệp mới đôi chia về chia xa mấy đòi cho ra nông bị phốp lốp ta miền ca bài bạc này cho ra đó là ngày sọc na đôi ta sọc na thế bàn tay bằng dễ bị tức chặt mai ơi chỉ mũi côn với cái đó cứ mình bài bạc ấy đôi phê dìa xa mây vậy thôi nhé mau phê ấy mà bây giờ rừng phê dìa xa mấy bên đây cái nó là rừng vuông hay rúp sầm lên cái nó phao thập bẹ rất là lạnh nó thòng đông đòi lâu phê đòi về miền rừng to
ជាមួយនឹងលោកភៈហ្នឹងវាបែកគ្នាងាយតែដល់ទៅជាមួយកូនវាមេត្តាករុណានេះវាសាច់ឈាមហ្នឹងហើយអញ្ចឹងបានដេកពុនយើងដូរមកជាមេត្តាករុណាឲ្យច្រើនអញ្ចឹងទៅយើងមិនទៀមទាអីពីគ្នាច្រើនទេប្រយ័ត្នអារឿងទៀមទាអីច្រើនណាហ្នឹងហើយយើងបន្ថយអាការទៀមទាចង់បានស្អីពីអ្នកដទៃហ្នឹងយើងប្រឹងប្រែងរឹងប៉ឹងធ្វើឲ្យខ្លួនយើងហើយមានលទ្ធភាពធ្វើឲ្យអ្នកដទៃទាំងសប្បាយចិត្តធ្វើល្អឲ្យដល់អ្នកដទៃប្រកាសតួនាទីរបស់យើងក្នុងចិត្តរបស់យើងសម្បជញ្ញៈរបស់យើងថាយើងត្រូវធ្វើល្អត្រង់ដែលអ្នកដទៃដឹងគុណមិនដឹងគុណអានឹងរឿងរបស់អ្នកដទៃហ្នឹងហើយអញ្ចឹងនៅពេលដែលយើងធ្វើល្អយើងកុំចាំបាច់ទាមទារការតបស្នងពីអ្នកដទៃហ្នឹងហើយព្រោះយើងដឹងថាយើងមានតួនាទីធ្វើជាប្តីល្អប្រពន្ធល្អធ្វើជាមនុស្សល្អធ្វើជាប្រជាពលរដ្ឋល្អធ្វើជាពុទ្ធបរិស័ទល្អបានធ្វើល្អសេចក្តីល្អហ្នឹងមិនចេះបែកពីយើងទេអត់ចេះក្បត់យើងទេក្តីល្អហ្នឹងគឺនៅមើលថែយើងទៅជាតិមុខទៀតដោយអំណាចបដិសន្ធិទៅប្រមូលយកឧបនិស្ស័យនៃសេចក្តីល្អហ្នឹងទៅទាំងអស់ហ្នឹងហើយហ្នឹងហើយអញ្ចឹងយើងគ្រាន់តែពិចារណាក្នុងខ្លឹមសារត្រង់ដែលថាជាស្វាមីល្អមិនមែនខ្លាចប្រពន្ធដោយខ្លាចទេតែខ្លាចប្រពន្ធហត់នឿយខ្លាចប្រពន្ធកើតទុក្ខហ្នឹងហើយឃើញនាងដតីអីចឹងទៅថាមិនទៅហ៊ានតំណាក់តំណងអីទៅខ្លាចប្រពន្ធប្រច័នពុទ្ធច័ន្ទទៅកើតទុកយ៉ាងណាហ្នឹងឯងអញ្ចឹងបើមានដូចថាប្រពន្ធសង្ស័យអីឆាប់បង្ហាញប្រាប់សេចក្តីស្មោះឲ្យប្រពន្ធទុកចិត្តហ្នឹងឯងអានោះចង់និយាយពីរឿងខ្លាចប្រពន្ធកើតទុកហ្នឹងឯងអាហ្នឹងគឺដែលជាស្វាមីល្អហ្នឹងឯងហើយភរិយាល្អក៏ដូចគ្នាដែរត្រឡប់មកវិញដូចតែគ្នាហ្នឹងគ្រាន់តែថានិយាយពីរឿងស្វាមីជាបឋមប្រធានអញ្ចឹងទៅព្រោះក្នុងលោកហ្នឹងគេតែងតែនិយាយថាខ្លាចប្រពន្ធដូចខ្លាមកពីខ្លួនឯងធ្វើខុសហ្នឹងឯងអញ្ចឹងទៅអំណាចរបស់ភរិយាអាចគ្របសង្កត់មកបានដោយសារយើងធ្វើខុសប៉ុន្តែដែលជាស្វាមីល្អមិនមែនធ្វើខុសអត់មានត្រូវទៅខ្លាចពន្ធដូចខ្លាអីប្តីប្រពន្ធមានខ្លាមានបារឹកអីហ្នឹងឯងតែខ្លាចតែប្រពន្ធហ្នឹងកើតទុកណារឿងអីផ្លូវចិត្តហ្នឹងគឺថាយើងយល់ចិត្តគ្នាលួងលោមហ្នឹងឯងមិនឲ្យប្រពន្ធហ្នឹងភ័យព្រួយកើតទុកឬក៏ថាយើងមើលស្វាមីឲ្យតែរៀបការទៅគឺថាប្រឹងប្រែងរកប្រាក់ហ្នឹងឯងដើម្បីថាឲ្យភរិយាហ្នឹងមានគ្រឿងប្រើប្រាស់ដូចថាថ្មីល្អថ្លៃអីហ្នឹងគេអីចឹងទឹកចិត្តស្វាមីល្អហ្នឹងហ្នឹងឯងតើចង់ឲ្យភរិយាហ្នឹងសប្បាយចិត្តហើយក៏វាជាកិត្តិយសក្នុងក្រុមគ្រួសារមានអលង្ការអីហ្នឹងឯងសំបីតែព្រះពុទ្ធអង្គក៏ព្រះអង្គរំលឹកដាស់តឿនហ្នឹងឯងព្រោះភរិយាត្រូវការតុបតែងខ្លួនអីចូលក្នុងពិធីអីហ្នឹងធម្មតាទឹកចិត្តរបស់មនុស្សស្រីត្រូវការគ្រឿងប្រដាប់កាយអលង្ការហ្នឹងអីស្វាមីយល់ដឹងចង់ឲ្យភរិយាសប្បាយចិត្តហ្នឹងប្រឹងប្រែងហ្នឹងឯងហត់នឿយក្នុងកិច្ចការងារប្រចាំថ្ងៃហ្នឹងចឹងទៅអាហ្នឹងគឺរឿងដែលថាជាស្វាមីល្អហ្នឹងឯងនៅប្រមូលសរុបមកគឺប្រកបទៅដោយមេត្តាហើយបើភរិយាប្រមូលសរុបមកគឺនៅត្រង់ដែលថាឆ្លាតឆ្លៀសមិនខ្ជិលចោនឹង5មុខហ្នឹងដែលប្រមូលសរុបមកស្វាមីគឺនៅលើមេត្តាហ្នឹងឯងចាភរិយាគឺឆ្លាតឆ្លៀសចាត់ចែងកិច្ចការងារក្នុងផ្ទះហើយមិនខ្ជិលហ្នឹងឯងហ្នឹងគឺឲ្យកូនប្រុសស្រីហើយម្យ៉ាងទៀតដើម្បីឲ្យរឹងរិតតែមានសេរីសួស្តីបានសេចក្តីសុខក៏ត្រូវចេះគោរពឪពុកម្ដាយក្មេកឥឡូវយើងមានពុកម្ដាយក្មេកទាំងអស់គ្នាហ្នឹងឯងឪពុកម្ដាយក្មេកតែកាលណាស្រឡាញ់យើងជាកូនប្រសាអូល្អណាស់ណាហ្នឹងឯង
រឿងបែកបាក់ដោយច្រើនវាមិនតែបញ្ហាប្តីប្រពន្ធតេតួងនឹងក្រុមគ្រួសារសងខាងពុកម្ដាយក្មេកអីហ្នឹងចូលរួមផងដែរហ្នឹងឯងដែលគាត់មិនសប្បាយចិត្តហ្នឹងឯងអញ្ចឹងទៅគាត់ប្រាប់កូនគាត់ចេះចោះអីហ្នឹងអញ្ចឹងទៅហ្នឹងឯងប៉ុន្តែបើពុកម្ដាយក្មេកស្រឡាញ់គាត់ការពារហ្នឹងឯងវាដូចជាថាសឹងតែស្រឡាញ់ជាងកូនគាត់ទៅទៀតអាណិតស្រឡាញ់អីបើថាកូនគាត់អាចតោះខុសអីចឹងទៅគាត់ជួយថាជួយអីចឹងទៅគាត់ការពារអាហ្នឹងឯងដូច្នេះយើងជាកូនប្រសាហ្នឹងត្រូវយកចិត្តទុកដាក់ជាមួយឪពុកម្ដាយក្មេកហ្នឹងឯងដូចថាភរិយាអញ្ចឹងឲ្យបងឯងមើលអីយកអីទៅជូនពុកជូនម៉ែអីចឹងរៀបចំណាហ្នឹងឯងប្តីជួនកាលញញើតដែរមិនហ៊ានហ្នឹងឯងមិនតាន់ដឹងចិត្តច្បាស់លាស់អីហ្នឹងឯងព្រោះប្រពន្ធក៏ចង់បានចឹងទៅហើយលោតែថានេះយកទៅឲ្យពុកម្ដាយអីហ្នឹងប្រពន្ធមិនសប្បាយចិត្តអីហ្នឹងអាហ្នឹងយ៉ាប់ហើយកម្មលកោហ្នឹងឯងហើយអញ្ចឹងយើងត្រូវឆ្លាតភរិយាហ្នឹងឯងគឺជាបុណ្យកុសលរបស់យើងចឹងដូចថាយើងឲ្យស្វាមីហ្នឹងរៀបចំអីទាំងយើងអីហ្នឹងទៅថ្វាយបង្គំឲ្យបងឯងថ្វាយបង្គំពុកម្ដាយហ្នឹងជាព្រះអរហន្តរបស់ប្តីហ្នឹងឯងហើយយើងជាប្រពន្ធហ្នឹងយើងត្រេកអរបុណ្យរបស់ប្តីហ្នឹងណាដូចដែលយើងបានធ្វើខ្លួនឯងយ៉ាងហៅថាបត្តានុមោទនីត្រេកអរក្នុងចិត្តត្រេកអរណាថាប្តីបានថ្វាយបង្គំគោរពមេត្តាបិតាជាព្រះអរហន្តរបស់គាត់ហើយយើងជួយណែនាំគាត់ទៀតមកណាដូចថាទឹកចិត្តគាត់ញញើតញញើមអីខ្លះត្រឹមតែ50-60%យើងបំពេញឲ្យគ្រប់100%គាត់ថាស្អីដែលរួបានអីមកត្រូវជូនពុកម្ដាយអីពេលវេលាអីត្រូវជូនគាត់អីចឹងយើងកុំត្បិតត្បៀតហ្នឹងឯងព្រោះកាលណាបើគាត់បានធ្វើជាមួយពុកម្ដាយគាត់យើងអនុមោទនាត្រេកអរយើងបានបុណ្យពីស្វាមីយើងដូចតែគ្នាបត្តានុមោទនាមានតែបានជាងផងបើយើងប្រកបដោយបញ្ញាជាកើស្វាមីដឹងគុណមេត្តាបិតាល្មមតែយើងអាចដឹងច្រើនជាងយើងអនុមោទនាបុណ្យបានច្រើនជាងទៀតផងបត្តានុមោទនាចឹងព្រឹត្តទៅដោយមហាកុសល8អាចជាមហាកុសលញាណសម្បយុត្តអ្នកធ្វើនឹងមហាកុសលញាណវិបយុត្តប្រច្ចាបញ្ញាតែអ្នកអនុមោទនាមហាកុសលញាណសម្បយុត្តក៏បានដែរកុំឲ្យថាអនុមោទនាបុណ្យពីគេបានតិចជាងគេមិនអាចច្រើនជាងណាតែមិនមែនតែអស់បុណ្យគេទេបុណ្យវាកើតឡើងក្នុងចិត្តដែលយើងត្រេកអរមហាកុសលខ្លួនយើងណាមានអាណាទៅបញ្ចូលបុណ្យមកឲ្យយើងតែយើងត្រេកអរនឹងបុណ្យអ្នកដទៃចិត្តនឹងជាមហាកុសលដោយចឹងទៅពុកម្ដាយក្មេងគាត់ស្រឡាញ់យើងណាហ្នឹងឯងធ្វើគាត់ស្រឡាញ់មើលកើតមកជាធាតុមួយចានមុននឹងស្លាប់ទៅថាអាចធ្វើអីឲ្យបានល្អបានធ្វើឲ្យណាណីកើតមកជាធាតុមួយចានត្រូវបានចេះនៅចំណេះស្អីណាមួយជួយអាត្មាជួយពូជពងវងត្រកូលជាតិសាសនាទៅឈ្មោះថារស់កកបងាប់កគួរឋានសួគ៌នៅក្នុងកណ្ដាប់ដៃយើងទៀតហ្នឹងឯងប្រឹងប្រែងឲ្យណាណីបើយើងនៅក្នុងកំណើតជាមនុស្សយើងមានដើមទុនមានបត្រៃសរណគមពិសេសណាជាបាតនៃលោកកតរៈធัวណាបងប្អូនកូនចៅយើងគិតរឿងបច្ចុប្បន្ននឹងហើយយើងមិនមែនមានតែបច្ចុប្បន្នទេមានបរលោកទៀតក៏យើងត្រូវអាស្រ័យសទ្ធាសិលសតៈចាគៈបញ្ញាហ្នឹងឯងចឹងស្វាមីក៏ចឹងដែរណាហ្នឹងឯងធ្វើឲ្យឪពុកម្ដាយក្មេកស្រឡាញ់ហ្នឹងល្អណាគាត់សរសើរកូនប្រសាគាត់ហ្នឹងសរសើរប្រាប់មិត្តភក្តិគ្នាអីហ្នឹងឯងបានកូនប្រសាមកគាត់ពេញចិត្តជាសមាជិកក្នុងក្រុមគ្រួសារមួយមិនម៉ាក់មុំទេបងប្អូនសាច់ថ្លៃអីពេញចិត្តនឹងយើងទាំងហ្នឹងឯងគឺជារឿងមួយធំដុំណាយើងកុំឲ្យគិតតែពីរឿងទ្រព្យសម្បត្តិហ្នឹងហើយព្រះពុទ្ធអង្គទ្រង់សម្ដែងតេទាំងមេត្តានិកន្តតេការឲ្យទានណាតេទាំងហ្នឹងមេត្តានិកន្តតេរមែងចងមិត្តបានណាមិត្តនេះសំខាន់ណាស់ណាជួនកាលយើងគិតអត់ដល់សំខាន់យ៉ាងម៉េចទេព្រោះជាកម្លាំងផ្លូវចិត្តដែលយើងមានមិត្តភក្តិហើយថាពេលដែល
កិច្ចការងារអីធុរៈអីប្រយោជន៍អីត្រូវកើតឡើងអធម្មហេជាតិកម្មហេសុខាសហាយាសហាយាហ្នឹងមិត្តសម្លាញ់ស្មោះស្ម័គ្រហ្នឹងហើយសហាយាហ្នឹងហើយមិត្តសម្លាញ់ប្រព្រឹត្តទៅក្នុងកិច្ចការងារជាប្រយោជន៍ដូចថាយើងមានរឿងអីចឹងណាហ្នឹងហើយមិត្តភ័ក្តិហ្នឹងគឺអាចជួយយើងបានបើយើងខ្វះមិត្តភ័ក្តិវាអាចហេងហាងដែរមិនដឹងបានណាអីចឹងទៅហ្នឹងហើយត្រូវមានមិត្តភ័ក្តិអីហ្នឹងចឹងហ្នឹងហើយជួយហ្នឹងហើយដូចខ្ញុំមិនណាអីចឹងមានពុទ្ធបរិស័ទជួយឧបត្ថម្ភទំនុកបំរុងអីផ្សេងអីចឹងទៅបានសម្រាប់កិច្ចការងារប្រព្រឹត្តទៅបានចឹងរស់នៅប្រចាំថ្ងៃមួយថ្ងៃរស់នៅដោយបច្ច័យ4មានផ្ទះមានអាហារបរិភោគគ្រប់គ្រាន់ថ្នាំអីហ្នឹងហើយជាពិសេសកិច្ចការងារធម្មទានដែលប្រព្រឹត្តទៅហ្នឹងឯងវាត្រូវមានអ្នកជួយជ្រោមជ្រែងសពគ្រប់ទាំងអស់ហ្នឹងហើយបានសម្រេចកិច្ចការងារហ្នឹងទៅ30ឆ្នាំជាងហើយ30ផ្លាយឆ្នាំហើយហ្នឹងហើយបានសម្រេចជាកិច្ចការងារហ្នឹងម្នាក់យើងធ្វើមិនបានតែមានអ្នកជួយសពគ្រប់ទំនុកបំរុងហើយជាពាក្យថាសហាយាមិត្តស្ម័គ្រស្មោះអីចឹងទៅហ្នឹងហើយទុកដាក់អីបច្ច័យ4ទំនុកបំរុងអីចឹងទៅនៅលើអំប្រុសទៅហើយអាហារភោជនអីចឹងទៅហ្នឹងហើយញាតិញោមទំនុកបំរុងទៅហើយកិច្ចការងារផ្សព្វផ្សាយធម្មទានទៅលោកម្ចាស់ច្រើនឆ្នាំមកហើយសិតតែជួយសម្រេចកិច្ចការងារជាប្រយោជន៍អ្វីដែលប្រព្រឹត្តទៅជាប្រយោជន៍យើងត្រូវតែទទួលស្គាល់តម្លៃហ្នឹងហើយបុណ្យទាំងអស់អង្គទាំងអស់គ្នាហ្នឹងឯងឲ្យតែជាប្រយោជន៍ប្រព្រឹត្តទៅហ្នឹងឯងហើយវាតេតងនឹងរឿងដែលថាតាក់ទាំងមេត្តានេះគ្រាន់តែតេហ្នឹងក៏មកផ្នែកដែរតែព្រោះជាផ្លូវចិត្តរឿងដែលយើងត្រូវដូចថាការធ្វើទានហ្នឹងវាជារឿងផ្លូវចិត្តតែមនោសញ្ចេតនាផ្លូវចិត្តហ្នឹងឯងយើងត្បិតត្បៀតទៅគិតតែពីរឿងខ្លួនឯងចឹងទៅអ្នកដទៃយូរទៅឃើញថាយើងដូចថាអត់មានសម្ដែងទឹកចិត្តអីដូចថាវាអត់ស្ម័គ្រស្មោះហ្នឹងឯងអាហ្នឹងក៏យើងលំបាកនឹងថាត្រូវពឹងពាក់អីទៅអ្នកដទៃអីទាំងអស់ហ្នឹងមិនមែនថាអ្នកដទៃចង់បានរបស់របរអីពីយើងនឹងទេប៉ុន្តែវាសំខាន់ផ្លូវចិត្តវាសំខាន់ជាងរបស់ដែលយើងឲ្យគ្នាហ្នឹងណារបស់ឲ្យគ្នាហ្នឹងជួនកាលយើងក៏មិនបានជាយកមកប្រើប្រាស់បរិភោគអីផងទេប៉ុន្តែវាសំខាន់ទទួលដោយមិនស្ទើរទទួលដោយមេត្តាចិត្តទទួលដោយអតោសៈបើយើងខឹងអាហ្នឹងយើងអត់យកទេអត់យករបស់អ្នកដទៃហ្នឹងឯងហ្នឹងឯងតែបើដល់តែថាយើងរាប់អានណាហ្នឹងឯងយើងទទួលប៉ុន្តែវាមិនមែនអាការៈទទួលដោយលោភៈចង់បានអីហ្នឹងឯងឃើញណាដោយសារតែទឹកចិត្តអាហ្នឹងសំខាន់ណាផ្លូវចិត្តដែលយើងត្រូវមើលឲ្យឃើញហ្នឹងធំដុំណាហើយមានកិច្ចការទុក្ខទរៈអីហ្នឹងឯងដោយខ្ញុំណាចេញទៅខេត្តនេះខេត្តនោះអីចឹងទៅមក25ខេត្តក្រុងអីហ្នឹងគឺពុទ្ធបរិស័ទជូនទៅរហូតណាហ្នឹងឯងរថយន្តទៅហ្នឹងឯងចាក់សាំងទៅហើយរត់តែចាស់ក៏ត្រៀកកត្រាអីមិនតាន់ទេទិញថ្មីទៀតចឹងទៅហ្នឹងឯងសំខាន់ដើម្បីបានជូនលោកគ្រូហ្នឹងឯងទៅនេះទៅនោះអីចឹងទៅចំពោះខ្លួនគាត់ប្រើប្រាស់អីទិញទួចពេលកាទៀវអីនេះនោះហ្នឹងបានគ្រាន់ថាជូនដំណើរពធัวបូជាពធัวអីផងចឹងទៅអីមានកិច្ចការងារទុក្ខទរៈអីមើលដូចកាលមុននៅភ្នំពេញសាប់លឺដំណឹងថាបងខ្ញុំណាបងវ័យនៅម៉ាឡៃគឺចៅប្លន់ហ្នឹងឯងកាត់លក់មាសប្រាក់អីទាំងអស់ហ្នឹងហើយអាពេល
រៀបដាក់កេះងាយឡើងអញ្ចឹងរៀបដាក់កេះហ្នឹងចោលវាមកប្រមូលចាំតែមើលពេលរៀបដាក់កេះហើយមកមូលមានកំភ្លើងហើយបងខ្ញុំណាហ្នឹងវាស្ដាយចិត្តរស់ស៊ីតែប៉ុណ្ណឹងមកហើយចុងខំរត់ដេញតាមម៉ូតូគេបាញ់មកមិនខុសទៀតដាក់មកត្រូវក្បាលទៀតហ្នឹងហ្នឹងឯងហើយខ្ញុំណានោះចេះតែគិតតែខ្លួនឯងហ្នឹងតាំងពីមុនមកហ្នឹងចេះគិតព្រោះបងខ្ញុំណាបងសវ័យហ្នឹងគាត់បើថាទៅរស់ត្រីរស់អីបកែមករស់បានមកហ្មងហ្នឹងហើយគាត់បងខ្ញុំណា 3-4 ឆ្នាំហើយដល់ពេលគាត់ទៅនៅម៉ាឡៃហ្នឹងកាលហ្នឹងស្រុកហ្នឹងវាស្ងាត់ទៅមកពីថ្នល់ជាតិអីចឹងទៅយកតែនឹកឃើញផលរបស់បាណារិបាតហ្នឹងវាដូចអាចិត្តគិតហ្នឹងត្រូវគេបាញ់ស្លាប់ហ្នឹងឯងតែគ្រាន់តែលឺប៉ុណ្ណឹងទៅបងភេងគាត់ដឹកពីវត្តណាឡោមទៅហើយជាប់ប៉ុនគេមួយផងចេញពីណាឡោមទៅប៉ុនងាយហើយហ្នឹងហើយបានលឺដំណឹងទៅក៏ញាប់ចេញទៅទាំងយប់ពីភ្នំពេញទៅដល់ម៉ាឡៃដល់អាត្រៀតហ្នឹងគ្រាន់តែចង់លើកពីរឿងថាការដែលយើងមានគ្នាហ្នឹងវានាំមកនៅសេចក្តីសុខពេលដែលយើងមានកិច្ចការងារថាអត្ថមហេជាតិតាមហេសុខាសហាយាហ្នឹងហើយអាហ្នឹងគឺរឿងមិត្តភ័ក្តិនោះវាសំខាន់ផ្លូវចិត្តទៅស្មោះជាមួយគ្នាហ្នឹងហ្នឹងហើយអញ្ចឹងអារឿងអ្វីដែលយើងត្រូវឲ្យហ្នឹងវាមានតម្លៃតិចតួចណាបើប្រៀបទៅនឹងតម្លៃទឹកចិត្តហ្នឹងហើយយើងត្រូវមើលឃើញតម្លៃទឹកចិត្តហ្នឹងដែលធ្វើឲ្យយើងមានកម្លាំងផ្លូវចិត្តក្នុងកិច្ចការងារដែលយើងត្រូវធ្វើយ៉ាងធំដុំរួមគ្នារក្សាពុទ្ធសាសនាណាហ្នឹងហើយអានោះបានជាការងារធំដុំព្រោះព្រះពុទ្ធអង្គបរិនិព្វានទៅគឺព្រះអង្គប្រកាសថាដោយសារភិក្ខុភិក្ខុនីបាសកបាសិកាហ្នឹងមានអង្គ4ណាមួយគឺត្រួតត្រងបរិយ័ត2បដិបត្តិខ្លួនឯង3សម្ដែងប្រាប់អ្នកដទៃ4ដោះស្រាយនៅបរិបវេទសង្កត់សង្កិននៅបរិបវេទបានព្រះអង្គដាក់វិជនមេយុសង្ខាថានៅ3ខែទៀតព្រះអង្គបរិនិព្វានហើយមកអស្ចារ្យបណ្ណាពុទ្ធបរិស័ទយើងណាដែលថាព្រះអង្គព្រមបរិនិព្វានណាដោយសារអាងពុទ្ធបរិស័ទយើងណាព្រះអង្គអាងថាពុទ្ធបរិស័ទយើងអាចថែរក្សាពុទ្ធសាសនាបានព្រះអង្គប្រកាសចំពោះមុខងារថាអ្នកខ្វល់ខ្វាយតិចចុះ3ខែទៀតតថាគតបរិនិព្វានណាដូច្នេះយើងគិតមើលកន្លែងហ្នឹងយោងធំដុំណាពុទ្ធបរិស័ទយើងនេះណាដែលថាព្រះអង្គព្រមបរិនិព្វានណាដើម្បីពុទ្ធបរិស័ទយើងអាចថែរក្សាពុទ្ធសាសនាបានហើយពុទ្ធសាសនាហ្នឹងរហូតមកដល់យើងសប្តាហ៍បើយើងមិនបញ្ជូនបន្តទៅទេបានអីកូនចៅក្រោយគឺដោយសារពុទ្ធបរិស័ទយើងដែលជ្រះថ្លាក្នុងបត្រៃបីដកថែរក្សាពុទ្ធសាសនាយើងទំនុកម្រងប្រសង់ដោយបច្ច័យ4ប្រសង់ខំប្រឹក្សាសិក្សារៀនសូត្រនឹងឯងបានពុទ្ធសាសនានៅជាង 2000 ឆ្នាំទៀតនៅជាប្រកាសគ្រាន់តែឲ្យយើងដឹងថាយើងរួមចំណែកក្នុងការបន្តអាយុពុទ្ធសាសនាហ្នឹងអញ្ចឹងគឺតើរួមគ្នារួមគ្នាដោយទឹកចិត្តហ្នឹងឯងឃើញទឹកចិត្តសំខាន់ដែរដើម្បីត្រួតត្រងពុទ្ធសាសនាបន្តអាយុពុទ្ធសាសនាណាដែលពុទ្ធអង្គយកបតីទុកដាក់ណាពុទ្ធអង្គមិនមកដូចថាខ្លាំងខ្លែងទៅឲ្យតម្លៃបច្ច័យ4អីនឹងវាក្រៃលែងទៅជាងការបន្តអាយុពុទ្ធសាសនាទេយើងមើលព្រះអង្គប្រកាសថាកុសលធម៌ចម្រើនឡើងអកុសលធម៌សាបសូន្យទៅអាហ្នឹងនៅកន្លែងណានៅទៅគាត់ណាខ្វះខាតបច្ច័យ4ក៏ខ្វះទៅអ្នកទាំងឡាយមិនមែនមកបួសនេះដើម្បីចៃវរបិណ្ឌបាតទេដើម្បីកុសលធម៌ចម្រើនឡើងអកុសលធម៌សាបសូន្យទៅដើម្បីរួចផុតចាកទុក្ខប៉ុន្តែបច្ច័យ4ហ្នឹងគឺព្រះអង្គអនុញ្ញាតដើម្បីមានជីវិតរស់នៅហើយពុទ្ធបរិស័ទទំនុកបំរុងពុទ្ធសាសនាដូចជាស្រោចទឹកអញ្ចឹងប៉ុន្តែដើម្បីអ្វីមិនមែនគ្រាន់តែដើម្បីរស់ហើយអស់ជីវិតស្លាប់ចោលណាមិនទេ
បច្ច័យ4សម្រាប់រស់ប៉ុន្តែបើរស់មិនដើម្បីជាប្រយោជន៍ទេសារៈខ្លឹមសារនៃការរស់ហ្នឹងនៅតាណាព្រោះការរស់បើយើងមិនប្រព្រឹត្តទៅដើម្បីកុសលធម៌ចម្រើនទេអកុសលធម៌ហើយព្រោះជីវិតយើងនៅរស់ហ្នឹងបើជីវ័នចិត្តបើមិនមែនកុសលគឺអកុសលហ្នឹងតែហ្មងចាហ្នឹងឯងដូច្នេះរស់នៅដើម្បីប្រយោជន៍គឺកុសលធម៌ចម្រើនឡើងអញ្ចឹងយើងមើលហ្នឹងឯងការដែលត្រូវចម្រើនកុសលធម៌រហូតដល់លោកកតរៈធម៌ហើយជាមួយនឹងបច្ច័យ4ហ្នឹងយើងយកបច្ច័យ4ហ្នឹងទៅធ្វើធំដុំអីកើតហ្នឹងឯងអញ្ចឹងបានយើងត្រូវគិតប្រយោជន៍ធំទាំងអាចលះបង់អ្វីតិចតួចល្មមប្រមាណណាដើម្បីយើងបានសម្រេចនៅប្រយោជន៍ដ៏ធំហើយតាមរយៈនៃពុទ្ធសាសនាដែលបានស្ថិតនៅហ្នឹងសូមឲ្យក្រុមគ្រួសារអង្គប្អូនកូនចៅអាពាហ៍ពិពាហ៍ទាំងខាងស្វាមីខាងភរិយានឹងឯងទាំងមានក្តីរីករាយសប្បាយចូលរួមក្នុងការបន្តអាយុនៃពុទ្ធសាសនាជាបាសកបាសិកានឹងឯងទោះជាយើងមានក្រុមគ្រួសារកិច្ចការងាររត់ទទួលទាននឹងក៏ដោយព្រោះប្រសង់អត់មានបច្ច័យ4ក៏អត់អាចបំពេញកិច្ចការទូនាទីថែរក្សាព្រះសាសនាទៅបានដែរតើមានបច្ច័យ4គង់បញ្ជននៅបានធ្វើកិច្ចការងារព្រះសាសនានឹងអញ្ចឹងវាត្រូវពឹងពាក់ពុទ្ធបរិស័ទយើងនេះឯងចាំសូមឲ្យបានជាសមាជិកក្នុងក្រុមគ្រួសារដែលប្រព្រឹត្តទៅដើម្បីបន្តអាយុនៃពុទ្ធសាសនាហើយនឹងរីករាយជ្រះថ្លាបានសម្បត្តិបច្ចុប្បន្ននឹងនៃបរលោកសម្បត្តិលោកីសម្បត្តិលោកកតរៈកុំកបីឃ្លៀងឃ្លាតខ្លាយជាបការៈដល់ទីឡើយ